ខ្ញុំឈ្មោះណារីលីខ្ញុំបានផ្សាយសៀវភៅខ្ញុំចេញដំបូងពាក្យសៀវភៅ autobiographie survivante scientifique olympienne ហើយបន្ទាប់មកខ្ញុំធ្វើជាសៀវភៅសម្រាប់កូនក្មេងជាមួយគំរូជានារីកុមារអស្ចារ្យ extraordinary ហើយនឹងដូចជាលេងពាក្យ extraordinary ហើយមានឈ្មោះណារីនៅក្នុង extraordinary ចំពោះអ្នកដែលធ្លាប់រត់ម៉ារ៉ាតុងហើយជានិស្សិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនៅក្នុងទីក្រុងភ្នំពេញលោកស្រីលីណារីមិនមែនជាមនុស្សប្លែកមុខកើតនៅប្រទេសកម្ពុជាធំដឹងក្តីនៅប្រទេសបារាំងហើយកំពុងតែរស់នៅប្រទេសអេស្ប៉ាញលោកស្រីលីណារីមានរឿងរ៉ាវជីវិតសប្បាយកំសត់ដែលលោកស្រីបានលាតត្រដាងឡើងនៅក្នុងសៀវភៅរបស់លោកស្រីខ្ញុំចង់ឲ្យក្មេងៗថានៅក្នុងជីវិតយើងណាយើងពេលខ្លះទៅយើងមានសប្បាយពេលខ្លះទៅយើងជួបរឿងពិបាកអាក្រក់ប៉ុន្តែឲ្យពិសេសក្មេងៗដែលមកពីស្រុកណាដែលមានសង្គ្រាមឥឡូវនេះយើងមើលឃើញច្រើននៅអឺរ៉ុបយើងនៅអ៊ុយក្រែនប៉ាឡេស្ទីននៅអាហ្វ្រិកនៅតែមានសង្គ្រាមច្រើនហើយទៅខ្ញុំចង់ប្រាប់ឲ្យក្មេងៗដែលមានក្មេងគេមកពីក្រៅគេមករៀនគេអត់ចេះភាសាយើងកុំឲ្យធ្វើបាបគ្នាសាមគ្គីសួរគ្នាមូលហេតុអីត្រូវរត់ពីស្រុកយើងមកហើយយើងគួរតែចាប់អារម្មណ៍ពីព្រោះថ្ងៃនេះទៅជាគេមានលំបាកយើងត្រូវគួរតែជួយគេពីព្រោះយើងមើលអត់ឃើញអនាគតពីព្រោះអនាគតទៅប្រហែលយើងអ្នកពិបាកវិញគេនឹកឃើញថាពេលគេពិបាកយើងជួយគេពេលយើងពេលដល់អនាគតទៅយើងពិបាកប្រហែលគេអាចជួយយើងតែគេអ្នកនឹងដែលយើងជួយនឹងគេអាចជួយយើងប្រហែលអ្នកដទៃទៀតអានេះរូបភាពពេលនៅស្រុកខ្មែរអត់ទាន់មានសង្គ្រាមនេះជាខ្ញុំនៅលើក្របីហើយផ្ទះយើងណាផ្ទះអង្គរវត្តហើយបន្ទាប់មកស្រាប់តែមានសង្គ្រាមជាមួយប៉ុលពតហើយទៅគេយកបងប្អូនម៉ែឪទៅធ្វើការកើតនៅចុងឆ្នាំ1970ជាកូនស្រីពៅនៅក្នុងគ្រួសារមួយដែលកូនសរុប7នាក់លីណារីរស់នៅយ៉ាងមានសេចក្តីសុខរហូតដល់ថ្ងៃដែលទាហានខ្មែរក្រហមចូលមកបណ្ដេញប្រជាជនចេញពីទីក្រុងភ្នំពេញធ្លាក់ខ្លួនឈឺព្រោះតែខ្វះអាហារជាប់ជាប្រចាំហើយត្រូវរស់នៅបែកឆ្ងាយពីឪពុកម្ដាយកុមារណារីបានរួចរស់ជីវិតពីរបបខ្មែរក្រហមយ៉ាងប្រផិតប្រផោយទោះបីជាប្រទេសរួចផុតពីការគ្រប់គ្រងរបស់ខ្មែរក្រហមហើយក៏បានជួបជុំគ្រួសារឡើងវិញនៅភូមិកំពង់ភ្នំក្តីក៏ប៉ុន្តែជោគវាសនារបស់លីណារីគឺត្រូវតែបែកប្រប្រាស់ពីម្ដាយហើយនឹងគ្រួសារជាប់ជានិច្ចនៅខែសីហាឆ្នាំ1981លីណារីអាយុ10ឆ្នាំបានចាក់ចេញពីជំរំភៀសខ្លួនមួយនៅវៀតណាមសម្ដៅប្រទេសបារាំងហើយត្រូវរសាត់អណ្ដែតទៅរស់នៅក្នុងមណ្ឌលក្មេងកំព្រារបស់អង្គការកាកបាទក្រហមជាក្រុងប៉ារីមុននឹងត្រូវគ្រួសារបារាំងរើសយកមកចិញ្ចឹមរហូតដល់វ័យ18ឆ្នាំកុមារកំព្រាហើយបានទៅស្រុកបារាំងពេលទៅស្រុកបារាំងហ្នឹងបានរស់នៅជាមួយម៉ែឪបារាំងអត់ចេះភាសាបារាំងផងចេះតែភាសាខ្មែរអញ្ចឹងពេលខ្លះទៅក្មេងៗអីហ្នឹងនៅសាលាគេសើចដោយសារយើងអត់ចេះនិយាយជកងហើយមួយទៀតគេថាមូលហេតុអីបានខ្ញុំមានម៉ែបារាំងភ្នែកធំហើយយើងហៅគេម៉ាក់សាប់ហើយយើងមានភ្នែកតឹងហើយគេលេងសើចជាមួយយើងមកសូវពេលយើងនៅតូចយើងអត់យល់យើងមកពីវាខុសគេហៅទំលីមទម្លាប់នៅស្រុកខ្មែរយើងអត់លេងសើចដូចជាអត់មានរិះគន់ទេក្មេងៗប៉ុន្តែមកស្រុកបារាំងទៅស្រាប់តែគេរិះគន់យើងហើយខ្ញុំអត់សូវយល់ហើយទៅយើងនៅឯកោយើងអត់សូវទៅលេងជាមួយគេ
អញ្ចឹងនិយាយអារឿងហ្នឹងដើម្បីឲ្យក្មេងៗហ្នឹងចាប់អារម្មណ៍ឲ្យឃើញថាពេលយើងឃើញក្មេងមកពីស្រុកក្រៅគ្នាមិនចង់មកនៅស្រុកគេទេអត់ចេះភាសាគេហើយនឹងមហូបក៏វាពិបាកទៀតមហូបបារាំងមិនដូចនៅហូបអាស៊ីយើងនេះពីពួកគេញ៉ាំមហូបឧទាហរណ៍cheese fromage ហើយនឹងវាធំក្លិនហើយនៅស្រុកបារាំងវាមានទម្លាប់ផ្សេងទៀតគេថៃបគ្នាឲ្យពេលគេជំរាបសួរនៅស្រុកយើងថៃបទេយើងជំរាបសួរគេសំភាសអញ្ចឹងរឿងរ៉ាវជីវិតដែលលីណារីគិតពីដំបូងទីថានឹងសរសេរសម្រាប់តែខ្លួនឯងពេលនេះលីណារីបានចែករំលែកជាមួយនឹងកុមារដទៃទៀតនៅទឹកដីអឺរ៉ុបក៏ព្រោះតែកុមារទាំងនោះមិនដឹងថាតើអ្វីទៅជាជីវិតលំបាកតស៊ូដំបូងជាសៀវភៅសម្រាប់ខ្លួនឯងហើយបន្ទាប់មកខ្ញុំថាល្អតែយើងអាចចែករំលែករឿងរបស់យើងសម្រាប់កូនក្មេងផងដើម្បីឲ្យវាមានលើកទឹកចិត្តណាពីព្រោះពេលខ្លះទៅយើងមានសង្គ្រាមយើងបាក់ទឹកចិត្តឆ្ងាយពីបងប្អូនពីផ្ទះយើងណាហើយយើងគិតថាយើងធ្វើអ្វីក៏អត់កើតដែរប៉ុន្តែខ្ញុំចង់បង្ហាញថានេះជារូបផ្ទាល់នៅរស់ដើម្បីឲ្យគេដឹងថាខ្ញុំកាត់ឆ្លងតាមនឹងប៉ុន្តែខ្ញុំអាចធ្វើបានតែខ្ញុំអាចធ្វើបានក្មេងៗជំនាន់ក្រោយអាចធ្វើបានដែរឪពុកម្ដាយចិញ្ចឹមបារាំងរបស់លីណារីមិនអាចទំនុកបំរុងបានច្រើនផ្នែកហិរញ្ញវត្ថុក៏ប៉ុន្តែលីណារីបានតស៊ូរៀនរហូតបានជំនាញខាងផ្នែកវិទ្យាសាស្ត្របន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកជីវវិទ្យានៅទីក្រុងញូវយ៉កមុននឹងទៅបង្រៀនសិស្សនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនៅក្នុងទីក្រុងភ្នំពេញពេលខ្ញុំមកស្រុកបារាំងហ្នឹងខ្ញុំអាយុ9ឆ្នាំទៅ10ឆ្នាំហើយអញ្ចឹងយើងអត់ចេះភាសាបារាំងដូចជាកូនបារាំងទេតែយើងអញ្ចឹងខ្ញុំទៅធ្វើជាគេហៅផ្នែកខាងស្រាវខាងវិទ្យាសាស្ត្រជា mathematics និង biology វាស្រួលងាយយល់មានគំរូមានលេខពេលយទៅធ្វើជាផ្នែកខាង literature ត្រូវអានឲ្យបានច្រើនហើយយើងអត់សូវចេះភាសាបារាំងផងចឹងអានមួយឃ្លាត្រូវបើកវិជ្ជានុក្រមចឹងអស់ពេលច្រើនហើយត្រូវសរសេរច្រើនទៀតអញ្ចឹងមានតាទៅខាងផ្នែកខាងវិទ្យាសាស្ត្រចឹងបានខ្ញុំចូលទៅ biologyឥឡូវនេះខ្ញុំអត់មានធ្វើការដូចជាធ្វើការចូលទៅធ្វើស្រាវជ្រាវម៉ោង8ចេញម៉ោង5ទេខ្ញុំដើម្បីចិញ្ចឹមខ្លួនខ្ញុំអត់ចង់សុំទានគេអញ្ចឹងខ្ញុំរកមុខដាំដំណាំពិសេសតិចជាងគេគឺយើងមានម្ហូបដែរដាំដំណាំដាំដំឡូងបារាំងហើយធ្វើម្ហូបខ្លួនឯងហើយទុកពេលវេលាចិញ្ចឹមមាន់មានពងមាន់ហើយខ្ញុំចិញ្ចឹមឃ្មុំដើម្បីមានទឹកឃ្មុំតើយើងមានច្រើនយើងលក់ដែលយើងអត់ត្រូវការពងមាន់គឺអញ្ចឹងដែរហើយខ្ញុំទុកពេលវេលាបន្តិចដើម្បីពីព្រោះខ្ញុំនៅចូលចិត្តអប់រំហើយនឹងចែករំលែកចំណេះដឹងអញ្ចឹងបានខ្ញុំថាសរសេរសៀវភៅទៅមានឱកាសទទួលបានការងារប្រាក់ខែខ្ពស់ក៏ព្រោះតែសញ្ញាបត្របណ្ឌិតក៏ប៉ុន្តែលីណារីបានជ្រើសរើសយកជីវិតរស់នៅដ៏សាមញ្ញស្ងប់សុខមួយជាមួយនឹងការងារកំពេចកំពុកដែលអនុញ្ញាតឲ្យលោកស្រីមានពេលវេលាផ្ដោតសំខាន់តែទៅលើការផ្សព្វផ្សាយសៀវភៅនៅក្នុងន័យចែករំលែកប្រវត្តិបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងក្មេងៗជំនាន់ក្រោយ